បាទជំរាបសួរបងប្អូនប្រិយមិត្តជាទីរាប់អានបាទនេះគឺជារូបភាពបាទទាំងស្រុងហើយបងប្អូនគឺលោកប្រធានាធិបតី Donald Trump សហរដ្ឋអាមេរិកបាទអស្ចារ្យមែនទែនបងប្អូនបានធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីទីក្រុងកូឡាឡាំពួរដើម្បីមានវត្តមានក្នុងនាមជាអាជ្ញាកណ្ដាលបាទដឹងឮរវាងកិច្ចព្រមព្រៀងបាទប្រទេសកម្ពុជានិងប្រទេសថៃ បាទអស្ចារ្យមែនទែនបងប្អូនប្រធានាធិបតីលោក Donald Trump បើគាត់តែងតែធ្វើអ្វីដែលបង្ហាញពីអនុភាពបាទអនុភាពរបស់មហាអំណាចពិភពលោកបងប្អូនដូចបងប្អូនបានដឹងហើយថានៅស្អែកបាទយប់នេះតែម្ដងគឺប្រធានាធិបតីសហរដ្ឋអាមេរិកបានចេញទៅប្រទេសម៉ាឡេស៊ីគឺដើម្បីចូលរួមធ្វើជាអាជ្ញាកណ្ដាលបាទក៏ដូចជាសាក្សីដែរសម្រាប់ថ្ងៃទី26បងប្អូនបាទគឺប្រជុំនៅថ្ងៃទី25ឬអាចព្រឹកថ្ងៃទី26បាទនេះគឺជាលោកគេហៅថាអ្នកនាំពាក្យបាទអ្នកនាំពាក្យនៅឯក្រសួងការបរទេសថៃបាទគឺលោកបាឡិនគូរ៉ាបាទលោកបាននិយាយថានាយករដ្ឋមន្ត្រីថៃចុះសេចក្តីថ្លែងការណ៍រួមបាទគឺថ្ងៃស្អែកនេះគឺជាថ្ងៃដែលគេហៅថាចេញសេចក្តីថ្លែងការណ៍រួមទេណាបងប្អូនណាគឺមិនមែនជាកិច្ចព្រមព្រៀងអ្វីនោះទេបើលោកបាននិយាយថានាយករដ្ឋមន្ត្រីថៃគឺចុះសេចក្តីថ្លែងការណ៍រួមមិនមែនជាកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃឡើយបាទសូមបងប្អូនកុំច្រឡំមកណាស្អែកថ្ងៃទី26ឬជប់ថ្ងៃទី25នេះគឺបានន័យថាមិនមែនជាកិច្ចព្រមព្រៀងសន្តិភាពទេបាទមិនមែនជាកិច្ចព្រមព្រៀងសន្តិភាពទេបាទថ្លែងនៅក្នុងសន្និសីទកាសែតនៅឯប្រទេសម៉ាឡេស៊ីអំឡុងពេលនៃការត្រៀមចូលរួមកិច្ចប្រជុំកម្ពុជាអាស៊ាននារសៀលថ្ងៃទី25បាទតុលានេះប្រមុខការទូតថៃគឺលោកបាឡិនគូរ៉ាបាទនេះហើយបងប្អូនលោកបាឡិនគូរ៉ានេះលោកបានលើកឡើងថានាយករដ្ឋមន្ត្រីថៃលោកអនុធីឆាន់វីរៈគុលនឹងធ្វើដំណើរមកចុះហត្ថលេខាលើឯកសារផ្លូវការមួយជាមួយនឹងប្រទេសកម្ពុជាបាទនឹងធ្វើដំណើរមកចុះហត្ថលេខានៅប្រទេសកម្ពុជានៅក្នុងទីក្រុងកូឡាឡាំពួរនាយប់អាធ្រាត្រថ្ងៃទី25នេះហើយព្រឹកថ្ងៃទី26ខាងស្អែកតាមប្រមុខការទូតថៃបើពេលវេលាជាក់លាក់ណាមួយនោះគេនៅមិនទាន់បានសម្រេចនៅឡើយទេបាទអ្វីដែលលោកបាឡាន់គូរ៉ាអាចបញ្ជាក់បាននៅពេលនេះគឺនាយករដ្ឋមន្ត្រីថៃនឹងមានមុខនៅក្នុងពិធីចុះហត្ថលេខារកដំណោះស្រាយជម្លោះព្រំដែនរវាងកម្ពុជាថៃដែលមានលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកគឺធ្វើជាសាក្សីបាទដូចបងប្អូនបានឃើញហើយគឺលោក Donald Trump គឺគាត់បានទៅធ្វើជាសាក្សីក្នុងនាមជាមហាអំណាចពិភពលោកបាទហើយយើងឃើញហើយយន្តហោះរបស់គាត់គឺបាទខ្លាំងមែនទែនបងប្អូនគឺបង្ហាញអនុភាពរបស់គាត់តែម្ដងបាទសូមជម្រាបបងប្អូនថាអ្វីដែលលោកបានកត់សម្គាល់នោះគឺលោកបាឡាន់គូរ៉ាលោកបានថ្លែងនៅក្នុងសន្និសីទនេះហើយគឺថាគម្រោងចុះហត្ថលេខាបាទមិនមែនជាកិច្ចព្រមព្រៀងទេបាទគឺជាហៅថាការចុះហត្ថលេខាទៅលើសេចក្តីថ្លែងការណ៍រួមមិនមែនជាកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃទេបងប្អូនណាបាទយើងសូមស្ដាប់ខ្លឹមសារឲ្យច្បាស់ឲ្យយល់ថាការទៅប្រជុំនេះគឺជាការប្រជុំដើម្បីបាទថ្លែងសេចក្តីថ្លែងការណ៍រួមរបស់លោកនាយករដ្ឋមន្ត្រីថៃហើយក៏ដូចជានាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាយ៉ាងដែរក៏ប៉ុន្តែគឺមានលោកប្រធានាធិបតី Donald Trump ដែលជាប្រធានាធិបតីមហាអំណាចពិភពលោកបាទទៅធ្វើជាសាក្សីបើក្នុងនេះជារឿងមួយបងប្អូនវាបង្ហាញឲ្យពិភពលោកបាទបានន័យថាពិភពលោកបានចាប់អារម្មណ៍បាទពិភពលោកបានចាប់អារម្មណ៍មកលើកម្ពុជាថៃក៏ប៉ុន្តែយើងក៏មិនត្រូវប្រហែសដែរយើងជឿជាក់ថាការទូតយើងធ្វើបានល្អច្រើនបងប្អូនកន្លងមកឥឡូវយើងចាំមើលសភាពការទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណបងប្អូនដែលបានតាមដានទស្សនាព័ត៌មានក្តៅបងប្អូនមានព័ត៌មានណាទៀតយើងនឹងតាមដាននិងយកមកបង្ហាញបងប្អូនបាទសូមអរគុណសូមជម្រាបលា